មានលុយខំ$400ក៏បងប្អូនអាចទៅលេងនៅម៉ាកាវបានដែរស្ដាប់អត់ច្រឡំទេបងប្អូនមានលុយខំ$400ក៏បងប្អូនអាចទៅលេងនៅម៉ាកាវបានដែរហើយមិនមែនត្រឹមតែម៉ាកាវទេណានាំបងប្អូនទៅលេងនៅជូហៃចុងសានសិនចិននិងកវ៉ាងជូទៀតផងវ៉ាវគឺថាមិនធម្មតាទេហើយរសជាតិនៃ5ទីក្រុងនេះបងប្អូនដូចនៅអឺរ៉ុបសឹងតែ99%ហើយនៅកំពង់ផែដែលស្តៀងទៅនឹងទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលីវិហារកាតូលិកដែលដូចទៅនឹងវិហារដូម៉ូមីឡានហើយវិហារនេះគេល្បីខ្លាំងមែនទែនបងប្អូននៅក្នុងទីក្រុងម៉ាកាវប៉មទូអេហ្វែលដែលច្រឡំស្មានថានៅប៉ារីសហើយបើនិយាយពីប្លង់ថតរូបវិញគឺថាអត់ខ្វះទេបងប្អូនហើយនាំបងប្អូនទៅលេងនៅព្រះរាជដំណាក់ដែលមានទិដ្ឋភាពដូចនៅក្នុងទីក្រុងប៉េកាំងដើរលេងលំហែអារម្មណ៍តាមឆ្នេរអូអេកនិងនាំបងប្អូនទៅជិះកន្ត្រកវិលមើលទេសភាពនៅក្នុងទីក្រុងសិនចិនទៀតផងថតលេងជាមួយនឹងរោងមហោស្រពដែលល្បីប្រចាំទីក្រុងជូហៃនិងនាំបងប្អូនទៅលេងនៅប្រាសាទបុរាណដាវ៉ូផងដែរសូមបញ្ជាក់ម្ដងទៀតតម្លៃមិនដល់$400ទេបងប្អូនត្រឹមតែ300ជាងតែប៉ុណ្ណោះសម្រាប់10នាក់ដំបូងប្រសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកពួកយើងឥឡូវនេះបានណាសូមអរគុណ